Oh, yes. Welcome, welcome, welcome. ស្វាគមន៍បងប្អូនទាំងអស់គ្នា What an amazing band do we have here. បាទយើងពិតជាមានក្រុមថ្វាយបង្គំយ៉ាងអស្ចារ្យមែនទេបងប្អូន Every Sunday they are here already at 2 o'clock preparing everything with all our technical guys. បាទជារៀងរាល់ថ្ងៃអាទិត្យចុងសប្តាហ៍ជាមួយនឹងក្រុមថ្វាយបង្គំក្រុមបច្ចេកទេសមកតាំងពីម៉ោង2រៀបចំដើម្បីកម្មវិធី Let's give them all a big welcome and thank you អរគុណ for សម្រាប់ your ក្រុម work ទាំងពីរ you អរ do គុណ every សម្រាប់ week. អ្វីដែលគាត់ធ្វើផងដែរ So amazing. Tonight we will continue in this series called Anchored. ហើយយប់នេះយើងនឹងបន្តតាក់ទងជាមួយនឹងស៊េរីយុទ្ធការនេះ And tonight I'm going to talk about live with purpose. ហើយនៅយប់នេះខ្ញុំនឹងនិយាយអំពីប្រធានបទរស់នៅដោយគោលបំណង And this topic is different for everyone. ហើយប្រធានបទមួយនេះប្រហែលជាខុសៗគ្នារវាងបងប្អូននីមួយៗ So tonight I chose a lot of different illustrations ចាហើយយប់នេះខ្ញុំជ្រើសរើសបទបង្ហាញច្រើននៅលើឆាកសម្រាប់បងប្អូន because you will understand one and the person next to you will understand another one. ពីព្រោះបងប្អូនប្រហែលជាការបង្ហាញទី1បងប្អូនអាចយល់ឬក៏ការបង្ហាញទី2ទី3បងប្អូនដទៃទៀតក៏អាចយល់ទៀត Living without purpose រស់នៅដោយគ្មានគោលបំណង is like standing in front of a sign like this. ដូចជាយើងកំពុងតែឈរនៅមុខផ្លាកសញ្ញាបែបនេះ Where should I go? អត់ដឹងថាទៅកន្លែងណា The sign is very clear, បាទសញ្ញាព្រួញគឺច្បាស់មែនទែន but with no direction or targets, not targets, destinations, it's useless. ប៉ុន្តែបើគេអត់បានសរសេរគោលដៅនៃសញ្ញាព្រួញហ្នឹងវាទៅអត់ប្រយោជន៍តែម្ដង Many of us are going through life in this way បងប្អូនភាគច្រើនកំពុងតែឆ្លងកាត់ជីវិតបែបនេះ because there is no clear purpose. ពីព្រោះយើងអត់ទាន់មានគោលបំណងដែលច្បាស់លាស់ There is no goal. អត់មានគោលដៅដែលច្បាស់លាស់ And God did not intend us or made us to be confused. ហើយព្រះមិនមែនបង្កើតយើងមកដើម្បីឲ្យយើងមានភាពច្បុកច្បល់យល់ច្រឡំ He created us to have a direction. ព្រះបានបង្កើតយើងមកដោយមានគោលដៅត្រឹមត្រូវ Paul says it like this: ដូចជាអ្វីដែលសាវកពូក៏បាននិយាយ Rejoice always, សូមតែងតែមានអំណរ pray constantly, អធិដ្ឋានអត់ឈប់ឈរ give thanks in all circumstances, ហើយចូលអរព្រគុណព្រះជាម្ចាស់គ្រប់កលៈទេសៈទាំងអស់ for this is God's will for you. នេះគឺជាបំណងបហារតីសម្រាប់អ្នក God's will. បំណងបហារតី God's will means God has a purpose. បំណងបហារតីសម្រាប់អ្នកមានន័យថាព្រះមានគោលបំណងសម្រាប់អ្នក He has a purpose for me ព្រះអង្គមានគោលបំណងសម្រាប់ខ្ញុំ in Jesus. ក្នុងអង្គព្រះគ្រីស្ទ There is a purpose Cứ- in Jesus. មានគោលបំណងនៅក្នុងអង្គព្រះគ្រីស្ទ If I don't know my purpose, បើសិនជាខ្ញុំអត់ស្គាល់ថាគោលបំណងខ្ញុំជាអ្វី that's like having talents, ដូចជាយើងមានទេពកោសល្យ time, ពេលវេលា passion, ភាពឆេះឆួល a lot of resources, but I don't know for what. មានធនធានច្រើននៅក្នុងជីវិតយើងប៉ុន្តែយើងអត់ដឹងថាតើខ្ញុំប្រើសម្រាប់អ្វី And I can just waste them. ហើយខ្ញុំចាយវាដោយអត់ប្រយោជន៍នៅ A ពេល little នោះ bit over here, ទៅនេះបន្តិចទៅនោះ a បន្តិច little bit over here. I will never hit a target like this. អញ្ចឹងរបៀបហ្នឹងខ្ញុំនឹងមិនអាចគប់ចំគោលដៅទេ Knowing what the will of God is ស្គាល់អំពីបំណងបហារតីរបស់ព្រះអង្គនោះគឺអញ្ចឹង means that I understand my purpose first. មានន័យថាខ្ញុំអាចយល់អំពីគោលបំណងរបស់ខ្ញុំដំបូងជាអី And then it makes a lot of sense ហើយបន្ទាប់មកទៀតយើងនឹងអាចឃើញច្បាស់មែនទែន to aim all your resources and gifts that you have ដើម្បីប្រើប្រាស់ជាមួយនឹងអំណោយទានហើយនឹងធនធានដែលបងប្អូនមាន except one. បាទលើកលែងអាមួយហ្នឹងគប់អត់ត្រូវ Nobody is perfect. That's okay. បាទគ្មានណាគេល្អអត់ខ្ចោះទេអត់អីទេបងប្អូន Purpose. I did that on purpose. តែប៉ុន្តែខ្ញុំមកមានគោលបំណងគប់អត់ត្រូវបងប្អូន You will never know. បងប្អូននឹងមិនអាចយល់100% Purpose is not something that is discovered by accident. បាទគឺគោលបំណងមិនមែនជាការរកឃើញដោយការចៃដន្យនោះទេ It is something we receive through a relationship with God. គឺជាអ្វីមួយដែលយើងទទួលបានតាមរយៈទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ And that's the only way. នេះគឺជាផ្លូវតែមួយគត់
God created me. ព្រះជាម្ចាស់បានបង្កើតខ្ញុំមក He had a plan, He had an idea. ព្រះអង្គមានគម្រោងព្រះអង្គមានចក្ខុវិស័យ And if I want to know what my purpose is, I need to look to God who created me. បើសិនជាខ្ញុំចង់ដឹងថាគោលបំណងរបស់ខ្ញុំជីវិតរបស់ខ្ញុំគឺជាអ្វីខ្ញុំត្រូវការសម្លឹងស្វែងរកព្រះអង្គ Purpose comes from God, not from culture. គោលបំណងគឺមកពីព្រះជាម្ចាស់មិនមែនតាមរយៈវប្បធម៌ដែលយើងនៅ God made us what we are, ព្រះជាម្ចាស់បង្កើតយើងមកគឺជាយើង created us in Christ Jesus to do good works. ហើយបង្កើតតាមរយៈអង្គព្រះគ្រីស្ទដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ God created. ព្រះបានបង្កើតយើង For what purpose? សម្រាប់គោលបំណងអ្វី To do good works. ដើម្បីប្រព្រឹត្តអំពើល្អ Nobody here is an accident. បាទបងប្អូនម្នាក់ៗនៅក្នុងបន្ទប់នេះមិនមែនកើតឡើងដោយចៃដន្យទេ But God had a purpose and made you exactly for this purpose. ប៉ុន្តែព្រះមានគោលបំណងសម្រាប់បងប្អូនហើយបង្កើតបងប្អូនមកជារបៀបបងប្អូនគឺអញ្ចឹងតែម្ដង But if I don't know what my purpose is, ប៉ុន្តែបើសិនជាខ្ញុំអត់ដឹងថាជីវិតនៃគោលបំណងរបស់ខ្ញុំគឺជាអ្វី I may try ប្រហែលជាខ្ញុំព្យាយាម to hit the nail with the spoon. យកស្លាបព្រាទៅវាយដៃគោល And it's not working. ហើយអត់ដំណើរការទេ It's frustrating ធ្វើឲ្យយើងស្មុគស្មាញ because the spoon ពីព្រោះស្លាបព្រា is not made to hit in a nail. មិនមែនបង្កើតមកដើម្បីយកទៅដំដៃគោវាយដៃគោទេ You would also not take a hammer to eat your soup ហើយបងប្អូនក៏អត់យកឲ្យញួរដើម្បីទៅបរិភោគស៊ុបអាហារសម្លបងប្អូនដែរ because it has a purpose. ពីព្រោះឲ្យញួរគេបង្កើតមកគេមានគោលដៅគេ And if I don't know what the purpose is, I don't understand why is my soup not tasting good. ហើយបើសិនជាខ្ញុំអត់ដឹងគោលដៅនៃឲ្យញួរទេយកឲ្យញួរទៅហូបសឡហេតុអីបានជីសឡនេះអត់ឆ្ងាញ់សោះ Why can I not hit in the nail? ហេតុអីបានជាខ្ញុំមិនយកលាព្រានឹងវាយដៃគោឲ្យចូល Because maybe your purpose ពីព្រោះមានប្រហែលជាគោលបំណងរបស់បងប្អូន is a different one. គឺខុសពីហ្នឹង We are living in a world where culture is telling us what our purpose is. យើងកំពុងតែរស់នៅក្នុងលោកីដែលមានវប្បធម៌ឬក៏អ្នកជុំវិញគេប្រាប់យើងថាគោលបំណងយើងគឺជាអី Constantly. ជាញឹកញយមែនតើ We are scrolling on Facebook. ហើយយើង scroll យើងអូស Facebook មើល The Bible of this century. បាទប្រហែលជា Facebook ជា Bible នៃសតវត្សនេះមកទៅ And we discover what the culture tells us យើងចាប់ what ដើ our ម purpose is. យើងចាប់ដើមស្វែងរកថាអូវប្បធម៌គេប្រាប់យើងអំពីគោលបំណងរបស់យើងគឺជាអី How can you become more beautiful? អូតើអ្នកគួរតែស្រស់ស្អាតជាងនេះយ៉ាងម៉េច How to do the makeup, អូតើយើង make up មុខយើងម៉េច the nails, the products. អូបាទលាបថ្នាំកញ្ចក់ឬក៏ផលិតផលអីដែលយើងប្រើ We were not created យើងមិនមែនបង្កើតមក to work our lives to make ourselves more beautiful. ដើម្បីធ្វើឲ្យជីវិតរបស់យើងនឹងកាន់តែមានភាពស្រស់ស្អាតខាងក្រៅទេ That's a lie that comes from the devil. នេះគឺជាការកុហកដែលមកពីមារ You're not beautiful enough. ដែលយើងឮសម្លេងថាអូអ្នកឯងមិនស្អាតគ្រប់គ្រាន់ទេ You need to spend your whole life trying to make yourself អូ beautiful. ត្រូវការចំណាយបានជីវិតនឹងដើម្បីតបតែងមុខខ្លួនឯងឲ្យស្អាត Or money. ឬក៏ប្រហែលជាលុយកាក់ How can you make more money? តែយើងអាចទទួលបានចំណូលលុយកាក់ច្រើនយ៉ាងដូចម្ដេច All the rich people, they have it so easy. បាទបងប្អូនដែលគាត់ជាអ្នកមានគាត់ដូចជាចំណូលគាត់ចូលស្រួលមែនតើ If I had more money, I had more purpose. ហើយយើងគិតថាអូបើមានលុយកាន់តែច្រើនអាគោលដៅហ្នឹងគោលបំណងហ្នឹងកាន់តែខ្លាំងដែរនេះគឺជាការកុហក Or fame. ឬក៏ភាពល្បីល្បាញ This is what culture tells us. នេះគឺជាវប្បធម៌ដែលគេប្រាប់មកយើង But purpose is not self-created. ប៉ុន្តែគោលបំណងគឺមិនមែនយើងបង្កើតដោយខ្លួនឯងទេ Only God can give me purpose. មានតែព្រះដែលអាចឲ្យគោលបំណងមកកាន់ខ្ញុំ I tried to find purpose, ខ្ញុំព្យាយាមដើម្បីស្វែងរកគោលបំណង but I will not be fulfilled. ហើយខ្ញុំនឹងមិនដែលបំពេញពេញលេញ I will be chasing the tail like a dog. ហើយខ្ញុំនឹងរត់ដូចជាដេញឆ្កែតាមក្រោយអញ្ចឹង I will never reach it. ខ្ញុំអត់ដេញអត់តាន់ទេ
That illustration I did not plan. Yes. អាដេញកតុយឆ្កែមិញអត់បានរៀបចំតែវាចេញមកបដ ாய் When I was in my mid 20s, នៅពេលដែលខ្ញុំប្រហែលជាអាយុ20ប្លាយជាង I had one of these crises where I asked myself, why am I here? ខ្ញុំជួបកលៈទេសៈមួយដែលខ្ញុំសួរខ្លួនឯងថាមូលហេតុអីដែលខ្ញុំមានវត្តមាននៅលើផែនដីនេះ What should I do? តើខ្ញុំធ្វើអី And I was very lucky because I was in a small group. ហើយខ្ញុំពិតជាមានពពកមែនទែនដែលខ្ញុំមាននៅក្នុងក្រុមទូចមួយ I went to the small group leader and said, do you have time? I have a problem. ហើយខ្ញុំទៅជួបអ្នកដឹកនាំក្រុមទូចរបស់ខ្ញុំសួរគាត់តើអ្នកមានពេលអត់ខ្ញុំមានបញ្ហាចង់ចែកចាយ I don't know why I am here. ខ្ញុំមិនដឹងថាមូលហេតុអីបើខ្ញុំចាប់កំណើតនៅលើផែនដីនេះ And then we meet, just him and me. ហើយយើងបានជួបជាមួយនឹងគាត់ហើយនឹងខ្ញុំ And he said, lay down, I close got- your eyes, គាត់និយាយថាអូខេបិទចេញទាំងអស់ហើយបិទភ្នែករបស់អ្នក and ask Jesus ហើយអធិដ្ឋានសួរព្រះយេស៊ូវ what your purpose is. ថាគោលបំណងរបស់អ្នកគឺជាអី So I lay down, I close my អញ្ចឹង eyes. ខ្ញុំចាប់ផ្ដើមទម្លាក់ការទាំងអស់នេះហើយខ្ញុំបិទភ្នែករបស់ខ្ញុំ After 2 minutes, ប្រហែលជា2នាទីកន្លងផុតទៅ I saw that Jesus has took me ហើយខ្ញុំឃើញរូបភាពដែលព្រះយេស៊ូវគ្រីស្ទបាននាំខ្ញុំ into a house. ទៅកាន់ផ្ទះមួយ And then I saw a toaster. ហើយខ្ញុំឃើញម៉ាស៊ីនកម្ដៅនំប៉័ងនេះ And Jesus said, you are the toaster. ហើយព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលថាអ្នកដូចជាម៉ាស៊ីនកម្ដៅនំប៉័ងនេះអញ្ចឹង Very useful. បាទគឺប្រើប្រាស់ដោយមានប្រើប្រាស់ល្អមែនតើ Can make the best toast. អាចធ្វើឲ្យនំប៉័ងឆ្ងាញ់ And I felt so happy. I had my eyes closed. I'm like, wow, I am a toaster. ហើយខ្ញុំពិតជាសប្បាយមែនតើគាត់បិទភ្នែកឃើញខ្លួនឯងជាម៉ាស៊ីននំប៉័ង I am useful. ហើយខ្ញុំពិតជាអាចប្រើប្រាស់ I បាន have a purpose. ខ្ញុំមានគោលបំណង And I enjoyed this moment. ហើយខ្ញុំពិតជារីករាយហើយមានអំណរនៅក្នុងគណៈពេលហ្នឹងមែនតើ But nobody came to use it. ប៉ុន្តែដូចជាមានអារម្មណ៍ថាអត់ទាន់មានអ្នកគេយកនំប៉័ងមកកដៅ It was just standing there and nobody used it. ហើយទុកនៅលើកៅអីហ្នឹងអត់មានអ្នកគេប្រើប្រាស់អញ្ចឹង And I said, yes, it's frustrating. ខ្ញុំថាអូស្មុគស្មាញមែនតើ What good is it if you're a toaster but nobody uses it? តើម៉ាស៊ីនហ្នឹងវាល្អប្រព័ន្ធណាក៏បើយើងជាម៉ាស៊ីនហើយអត់មានអ្នកគេប្រើហ្នឹង Even if it's nice, the whole purpose is useless. បើទោះបីវារូបរាងស្អាតក៏ដោយប៉ុន្តែវាដូចជាគ្មានប្រយោជន៍ And then Jesus took me back. ហើយព្រះយេស៊ូវគ្រីស្ទបានទាញខ្ញុំថយក្រោយ And then I saw where the toaster was standing, ហើយខ្ញុំឃើញម៉ាស៊ីនកម្ដៅនំប៉័ងហ្នឹងគឺដាក់បញ្ឈរអញ្ចឹង right next to the toilet. នៅជិតបន្ទប់ទឹក I understand nobody uses the toaster there. ហើយខ្ញុំយល់ពីព្រោះមានអ្នកគេកដៅនំប៉័ងជិតបន្ទប់ទឹកទេ And then Jesus picked up the toaster ហើយព្រះយេស៊ូវគ្រីស្ទបានយកម៉ាស៊ីនកដៅនំប៉័ងហ្នឹង and brought it into the kitchen. ហើយនាំដាក់នៅក្នុងផ្ទះបាយ And suddenly, the same toaster that nobody used, everybody loved. ហើយ and ខណៈ used. ពេលនោះម៉ាស៊ីនតែមួយដែលយើងគ្រាន់តែបដូរទីតាំងគ្រប់គ្នាក៏ចាប់ផ្ដើមចូលចិត្តប្រើ I was the right person ខ្ញុំជាមនុស្សដែលត្រឹមត្រូវ in the wrong place. ប៉ុន្តែខ្ញុំនៅកន្លែងខុស When you're looking for purpose, នៅពេលដែលបងប្អូនស្វែងរកគោលបំណង sometimes you also need to check, am I in the right place? ពេលខ្លះបងប្អូនក៏ត្រូវការពិនិត្យខ្លួនឯងតែខ្ញុំកំពុងតែនៅកន្លែងដែលត្រឹមត្រូវហើយនៅ If you're not in a small group, join a small group. បើសិនជាបងប្អូនអត់ទាន់មានក្រុមទូចទេបងប្អូនអាចចូលរួមក្រុមទូច If បាន right now this is your action step, you can scan this and you can sign up for a small group. បែរជាឥឡូវនេះគឺជាជំហានបន្ទាប់របស់បងប្អូនគាត់តែ scan នៅលើ LED screen ហ្នឹងដើម្បីចូលរួមក្រុមទូចណាមួយ Because without that small group leader, I would not have understood my toaster story. ពីព្រោះខ្ញុំអាចសម័យបើសិនជាអត់មានអ្នកដឹកនាំក្រុមទូចរបស់ខ្ញុំនាំខ្ញុំឲ្យឃើញបែបនេះទេខ្ញុំមិនដឹងថាខ្លួនឯងនឹងទៅជាយ៉ាងណាទេ This week, ask God every morning, ខ្ញុំលើកទឹកចិត្តបងប្អូននៅសប្តាហ៍នេះសូមបានសួរទៅកាន់ព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ God, what do you have prepared for me today? ព្រះអង្គហើយតើព្រះអង្គបានរៀបចំអ្វីសម្រាប់ខ្ញុំនៅថ្ងៃនេះ Because God made me ពីព្រោះព្រះអង្គបង្កើតខ្ញុំ and gave me a new day. ហើយឲ្យខ្ញុំមានថ្ងៃដែលថ្មី And God has made it with purpose. ហើយព្រះបង្កើតឡើងក្នុងគោលបំណងអ្វីមួយ If I ask this question in the morning, ប្រសិនបើខ្ញុំសួរសំណួរនេះនៅពេលដែលខ្ញុំក្រោកពីដំណេកឡើង I go through the day ready ខ្ញុំឆ្លងកាត់ថ្ងៃរបស់ខ្ញុំមួយថ្ងៃហ្នឹងខ្ញុំត្រៀមខ្លួនហើយ because what God has given me can be used somewhere to someone. ពីព្រោះអ្វីដែលព្រះបានបកគលមកឲ្យខ្ញុំអាចប្រើប្រាស់នៅកន្លែងណាមួយឬក៏សម្រាប់នរណាម្នាក់ It's like a puzzle piece.
ដូចជាផ្ទាំងយើងផ្គុំរូបចឹង that fits in the right place. ដែលវាត្រូវជាមួយនឹងកលៈដែលត្រឹមត្រូវ And exactly that place is where you need to be and do what you should do. ហើយកន្លែងនេះដែលជាកន្លែងដែលត្រឹមត្រូវនៅហើយដែលបងប្អូនគួរតែធ្វើនៅអ្វីដែលព្រះបានរៀបចំសម្រាប់បងប្អូន Purpose grows when we serve others. គោលបំណងរីកចម្រើនលូតលាស់ឡើងនៅពេលដែលយើងចាប់ផ្ដើមបម្រើអ្នកដទៃ Jesus said to his followers, ព្រះយេស៊ូវគ្រីស្ទបានបង្ហាញទៅកាន់សាវករបស់ព្រះអង្គ I am the vine, you are the branches. យើងគឺជាដើមទំពាំងបាយជូរឯអ្នកគឺជាមែកនៃទំពាំងបាយជូរ Apart from me, you can do nothing. បើសិនជាដាច់ឆ្ងាយចេញពីយើងអ្នកមិនអាចបង្កើតផលផ្លែបានទេ We know purpose comes from God. យើងដឹងថាគោលបំណងគឺមកពីព្រះវិជាម្ចាស់ When we are connected with Jesus, នៅពេលដែលយើងនៅជាប់ជាមួយនឹងព្រះយេស៊ូវគ្រីស្ទ miracles can happen. ការអស្ចារ្យអាចកើតឡើង Fruit can grow. យើងអាចបង្កើតផលផ្លែ Our lives become beautiful ជីវិតរបស់យើងកាន់តែមានភាពស្រស់ស្អាត and our purpose becomes clear. ហើយគោលបំណងរបស់យើងកាន់តែច្បាស់ទៅ Okay, let's explain it in another way. ខ្ញុំបញ្យល់មករូបភាពមួយទៀត Let me get the bicycle over here. សូមឲ្យខ្ញុំទាញកង់នេះមួយ Do you remember when you first learned how to ride the បង bicycle? ប្អូនមានចាំទេនៅពេលដែលចាប់ផ្ដើមរៀនជិះកង់ You fell down. បងប្អូនដួលមែនទេ You fell down. I never seen a kid not fall down when he បាទ learned how. ប្រកបណាស់ខ្ញុំអត់ដែលឃើញកុសក្មេងដែលគាត់ចាប់ផ្ដើមរៀនជិះកង់អត់ដែលដួលទេ The problem បញ្ហាគឺអញ្ចឹង with riding the bicycle is នៅពេលដែលចាប់ផ្ដើមរៀនជិះកង់នេះចេះ you have to move. យើងត្រូវការធាក់ទៅមុខ You cannot ride the bicycle standing still. យើងអាចជិះកង់នៅមួយកន្លែងទេ If you try to balance on the bike, បើសិនជាបងប្អូនចង់ឲ្យកង់នឹងនៅស្ងៀមនៅមួយកន្លែងបែបនេះ it will not go long. គឺអត់បានយូរទេ But when we move, ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធាក់ we can balance. យើងចាប់ផ្ដើមអាចទប់លំនឹងកង់នឹងបាន This movement is so important when it comes to our purpose. ការធ្វើធាក់ទៅមុខឬក៏សកម្មភាពហ្នឹងគឺសំខាន់នៅពេលដែលយើងនិយាយអំពីគោលបំណង Because if I know what I have, but I am not using it, ពីព្រោះបើសិនជាខ្ញុំដឹងនៅទេពកោសល្យដែលខ្ញុំមានប៉ុន្តែខ្ញុំអត់បានប្រើប្រាស់វា again, I become useless. ម្ដងទៀតវានឹងអត់ប្រយោជន៍ And this movement ហើយចលនាមួយនេះ is what God calls obedience, គឺជាអ្វីមួយដែលព្រះអង្គរាប់ហៅថាជាការស្ដាប់បង្គាប់ doing the good works. ធ្វើប្រព្រឹត្តអំពើល្អ Not just knowing, but doing. មិនគ្រាន់តែស្គាល់ឬក៏ដឹងប៉ុន្តែយើងប្រព្រឹត្ត 2 weeks ago, I was in the prayer room at the end of the celebration, កាលពី2អាទិត្យមុនខ្ញុំនៅក្នុងបន្ទប់អធិដ្ឋានបន្ទាប់ពីកម្មវិធីថ្វាយបង្គំហើយ and a young woman asked if I can pray for her. ហើយមានបងប្អូនស្រីម្នាក់គាត់បានចូលមកហើយសូមឲ្យខ្ញុំអធិដ្ឋាន And she says, I need to make a decision, but I don't know which way. ហើយគាត់បានប្រាប់ខ្ញុំថាខ្ញុំត្រូវការបង្កើតការសម្រេចចិត្តមួយប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ I don't know what I should do next. ហើយខ្ញុំមិនដឹងថាផ្លូវណាដែលខ្ញុំគួរតែបត់បែនទេ So I said, I will pray, ហើយខ្ញុំបានប្រាប់គាត់ខ្ញុំនឹងអធិដ្ឋានសម្រាប់គាត់ but next Sunday, bring me a piece of paper where you listened to what God has for you. ប៉ុន្តែអាទិត្យបន្ទាប់សូមយកกระดาษហើយកត់ត្រាដែលអ្នកបានកត់ត្រានៅអ្វីដែលព្រះមានព្រះបន្ទូលសម្រាប់អ្នក That week, this was last Sunday, she came with the piece of paper. បាទថ្ងៃអាទិត្យមុនគាត់មកជាមួយនឹងกระดาษដែលគាត់បានកត់ត្រានោះ And the first thing she explained is, ហើយចំណុចដំបូងដែលគាត់បានបញ្យល់ខ្ញុំ I thought I wanted this, but when I asked God, He says, no, do this. ខ្ញុំគិតថាខ្ញុំចង់បានអានេះប៉ុន្តែនៅពេលដែលខ្ញុំសូមព្រះអង្គខ្ញុំចង់ឲ្យខ្ញុំធ្វើអានេះវិញ That woman just had to take a moment to listen to God, not Right. everybody else. ស្ត្រីម្នាក់ហ្នឹងគាត់គ្រាន់តែចំណាយពេលបន្តិចដើម្បីស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គមិនមែនសំឡេងនៅជុំវិញគាត់ In your life, នៅក្នុងជីវិតអស់លោកអ្នកបងប្អូន you have time, you have talents, បងប្អូនមានពេលវេលាបងប្អូនមានទេពកោសល្យ you have experiences, បងប្អូនមានបទពិសោធន៍ច្រើន you have scars. បងប្អូនមានស្លាកស្នាមរបួស They have a purpose, ទាំងអស់ហ្នឹងគឺតែងតែមានគោលបំណងអ្វីមួយ not just in your life, but for other people. មិនមែនគ្រាន់តែនៅក្នុងជីវិតអស់លោកអ្នកបងប្អូនប៉ុន្តែសម្រាប់អ្នកដទៃទៀត Purpose grows when we serve others.
គោលបំណងរបស់យើងនឹងរីកចម្រើនឡើងនៅពេលដែលយើងចាប់ផ្ដើមបម្រើអ្នកដទៃ Purpose grows when we serve others. គោលបំណងនឹងរីកចម្រើននៅពេលដែលយើងចាប់ផ្ដើមបម្រើអ្នកដទៃ So ask yourself this week, អញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនអាចសួរសំណួរនេះមកកាន់ខ្លួនឯងនៅសប្ដាហ៍នេះ who can I serve? តើនរណាដែលខ្ញុំអាចបម្រើគាត់បាន Not to my benefit, but to give away. ដើម្បីមិនមែនដើម្បីផលប្រយោជន៍ខ្លួនឯងប៉ុន្តែយើងចង់ផ្ដល់ចេញទៅឲ្យគាត់វិញ Where can I love intentionally? តើកន្លែងណាដែលខ្ញុំពិតជាផ្ដល់សេចក្តីស្រឡាញ់យ៉ាងម៉ឺងម៉ាត់មែនទែន Love is one of the most powerful tools that God has given us. សេចក្តីស្រឡាញ់គឺជាឧបករណ៍មួយយ៉ាងសំខាន់ហើយមានអំណាចមែនទែនដែលព្រះបានឲ្យអ្នក Honor somebody, respect somebody, ធ្វើការផ្ដល់កិត្តិយសឬក៏គោរពនរណាម្នាក់ pray for somebody, អធិដ្ឋានសម្រាប់នរណាម្នាក់ listen to somebody, ស្ដាប់នៅសាច់រឿងរបស់នរណាម្នាក់ comes directly from the heart of God. គឺមកពីបំណងបហារតីរបស់ព្រះអង្គ God is love that we share, ព្រះពោរពេញដោយសេចក្តីស្រឡាញ់នៅពេលដែលយើងចាប់ផ្ដើមចែករំលែក and it comes out of us for others. ហើយចេញពីក្នុងខ្លួនរបស់យើងទៅកាន់អ្នកដទៃទៀត Jesus says, whoever wants to save their life will lose it. គម្ពីរបានចែងព្រះអង្គមានព្រះបន្ទូលថាបាត់អ្នកដែលចង់រួចបានផុតពីជីវិតគេនឹងបាត់បង់ជីវិតហ្នឹង But whoever loses their life for me and for the gospel will save it. រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំព្រោះតែដំណឹងល្អពួកគេនឹងបានជីវិតថ្មីមកវិញ Such a powerful sentence. នេះគឺជាខមួយយ៉ាងមានអំណាចមែនទែន What the world tries is to make us have everything for ourselves. អ្វីដែលលោកគេព្យាយាមគេចង់ឲ្យអ្វីៗទាំងអស់ដែលយើងមាននោះគឺសម្រាប់តែខ្លួនឯង And the principle of God is give away. ប៉ុន្តែគោលបំណងឬក៏អ្វីដែលព្រះអង្គចង់ឲ្យយើងធ្វើគឺចង់ចែករំលែក You will not lose, you will gain. យើងនឹងអត់បាត់បង់ប៉ុន្តែបងប្អូននឹងទទួលបានមកវិញ That's why I follow Jesus. ហើយដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ Jesus went and was the best example. ពីព្រោះព្រះយេស៊ូវគ្រីស្ទគឺជាគំរូភាពយ៉ាងអស្ចារ្យបំផុតសម្រាប់ខ្ញុំ He gave his life. ព្រះអង្គលះបង់បជនរបស់ព្រះអង្គ That was his purpose, នេះគឺជាគោលបំណងរបស់ទ្រង់ so that I can be saved. ដើម្បីឲ្យខ្ញុំទទួលបានការសង្គ្រោះ So we all who believe can have eternal life. ដែលពួកយើងម្នាក់ៗជឿទៅលើព្រះនាមព្រះអង្គនឹងមានជីវិតអកល Such ជានិច្ច a powerful purpose. គឺជាគោលបំណងយ៉ាងមានអំណាចមែនទែន And we all have a purpose. ហើយយើងម្នាក់ៗគឺមានគោលបំណង And if you are looking for a purpose, maybe you should join the discovery class Salt and Light. ហើយបើសិនជាបងប្អូនកំពុងតែស្វែងរកគោលបំណងមកទៅបងប្អូនអាចណែនាំថ្នាក់វគ្គសិក្សាអំពីអំបិលនិងពន្លឺ How to share the gospel. របៀបដែលអាចចែករំលែកដំណឹងល្អ Sopal has experienced something in the last 5 years that she will share with people in her class. សុផលគាត់មានបទពិសោធន៍5ឆ្នាំដែលគាត់នឹងចែករំលែកនៅក្នុងថ្នាក់របស់គាត់ដែរ And I will have a class also where I talk about how to get out of debt. ហើយខ្ញុំក៏មានថ្នាក់ដូចគ្នាដែលខ្ញុំនឹងនិយាយអំពីរបៀបដោះស្រាយបំណុលនេះ And as we are preparing these lessons, it's about sharing. ហើយអំឡុងពេលដែលយើងរៀបចំមេរៀននេះយើងឃើញថាអំពីការចែករំលែក This is the 58th term that we have as ICF for these classes. វគ្គបន្ទាប់នេះគឺជាវគ្គ58វគ្គហើយដែលយើងបានធ្វើ That means we had, I don't know, maybe around 200 classes. ប្រហែលជាខ្ញុំអត់ច្បាស់តួលេខ100%ប្រហែលជា200ថ្នាក់ជាងដែលយើងចាប់ផ្ដើម That we had many different teachers. យើងមានគ្រូបង្រៀនខុសៗគ្នាច្រើនមែនទែន Because what you experienced, ពីព្រោះនៅអ្វីដែលបងប្អូនមានបទពិសោធន៍ something that happened to you, អ្វីដែលកើតឡើង when សម្ you រាប់បង share ប្អូន it, you will help somebody else. នៅពេលដែលបងប្អូនចែករំលែកបងប្អូនអាចជួយអ្នកដទៃបាន So the call to action tonight is អញ្ this. ចឹងការដែលអនុវត្តជាក់ស្ដែងនៅយប់នេះគឺអញ្ចឹង If you're not yet following Jesus, បើសិនបងប្អូនអត់ធ្លាប់សម្រេចចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ He gives your life meaning, បងប្អូនត្រូវដឹងថាព្រះឲ្យជីវិតបងប្អូនមានអត្ថន័យ direction, គោលដៅដែលត្រូវទៅ hope. សេចក្តីសង្ឃឹម So I say follow Jesus tonight. អញ្ចឹងខ្ញុំអាចនិយាយថាខ្ញុំអាចដើរតាមព្រះយេស៊ូវគ្រីស្ទនៅយប់នេះ Do not wait. មិនចាំរងចាំទេ Make a decision tonight. សូមបង្កើតការសម្រេចចិត្តនៅយប់នេះ I follow Jesus ខ្ញុំដើរតាមព្រះយេស៊ូវ because I want to know why
I am here. ពីព្រោះខ្ញុំចង់ដឹងមូលហេតុអ្វីដែលខ្ញុំមានវត្តមាននៅទីនេះ And I can promise you, if you ask this question, you will hear an answer. ហើយខ្ញុំអាចសន្យាជាមួយនឹងបងប្អូនបើសិនជាបងប្អូនសួរព្រះអង្គនៅសំណួរនេះបងប្អូននឹងឮចម្លើយមកពីព្រះអង្គ If you are already following Jesus, បើសិនអរលោកបងប្អូនដើរតាមព្រះអង្គហើយ live on mission. សូមរស់នៅជីវិតដើរតាមព្រះអង្គដោយមានបេសកកម្ម Use your gifts. ប្រើប្រាស់ទេពកោសលអំណោយទានបងប្អូន Serve other people. បម្រើអ្នកដទៃ Ask yourself, where can I serve? សួរខ្លួនឯងថាកន្លែងណាដែលខ្ញុំអាចបម្រើ How can I contribute with what I have? តើខ្ញុំអាចចូលរួមជាមួយនឹងទេពកោសលរបស់ខ្ញុំមាននឹងយ៉ាងម៉េច Because we don't want to be a useless toaster. ពីព្រោះយើងអត់ចង់ខ្លាចជាម៉ាស៊ីនកដៅនំប៉័ងដែលអត់ប្រយោជន៍នោះទេ Let's stand together. សូមអញ្ជើញបងប្អូនមកក្រៅឈរជាមួយខ្ញុំ God, I thank you that you are the creator. ព្រះយេស៊ូវគ្រីស្ទគុណអរគុណដែលព្រះអង្គគឺជាព្រះដែលបង្ And កើត what you have created is good ហើយអ្វីដែលព្រះអង្គបង្កើតគឺល្អ and serves a purpose. ហើយមានគោលបំណងច្បាស់លាស់ And sometimes I am lost. បែរដែរពេលខ្លះកូនវង្វេង I don't know where to go. កូនអត់ដឹងថាកន្លែងណាដែលត្រូវទៅបន្ទាប់ I don't feel useful. កូនអត់មានអារម្មណ៍ថាខ្លួនឯងដូចជាមានផលប្រយោជន៍ But tonight, I want to pray with all of us. ប៉ុន្តែនៅយប់នេះកូនអធិដ្ឋានជាមួយនឹងបងប្អូននៅក្នុងបន្ទប់នេះ Show us ព្រះអង្គឲ្យសូមបានបង្ហាញយើង what you have given us នៅអ្វីដែលទ្រង់បានបកគោលឲ្យយើងហើយ and show us where we can use it. ហើយព្រះអង្គឲ្យបង្ហាញឲ្យយើងអាចប្រើប្រាស់អំណោយទានហ្នឹង Be the right person in the right place. គឺជាមនុស្សត្រឹមត្រូវនៅក្នុងកន្លែងដែលត្រឹមត្រូវ Serve others. បម្រើអ្នកដទៃ If you have not yet given your life to Jesus and follow him, pray with me. បើសិនជាបងប្អូនអត់ធ្លាប់អធិដ្ឋានថ្វាយជីវិតដើរតាមព្រះយេស៊ូវគ្រីស្ទទេអធិដ្ឋានជាមួយខ្ញុំ Say, Jesus, I need you. និយាយថាព្រះយេស៊ូវគ្រីស្ទកូនត្រូវការទ្រង់ I want to follow you. កូនចង់ដើរតាមទ្រង់ I want to know my purpose. កូនចង់ស្គាល់គោលបំណងរបស់កូន Come into my life. បែរដែរមកចូលក្នុងជីវិតកូន I want to know you more. កូនចង់ស្គាល់ព្រះអង្គថែមទៀត Amen. Amen